សូមស្វាគមន៍មកកាន់វីដេអូមេរៀនទូរស័ព្ទទី1មេរៀនទី14នៅក្នុងមេរៀនទី14នេះខ្ញុំនឹងប្រាប់ពីរបៀបដែលយើងរាប់តួ2ដែលគេជាណាត់ដូចគ្នាប៉ុន្តែមួយតួសមួយតួខ្មៅហើយគេភ្ជាប់ដោយសញ្ញាមួយហៅសញ្ញាថាយបាទអាចឃើញដូចជានៅក្នុងនឹងនៅជួរទី1គឺណាត់រេក៏ពសនេះគេគូសញ្ញាភ្ជាប់ហើយមកដល់ជួរទី2នោះក៏ណាត់រេដែរប៉ុន្តែជាតួខ្មៅបាទយើងបានដឹងថាណាត់រេគឺ2ណាត់រេតួស2វិនាទីបាទតួសនោះ2វិនាទីដល់ពេលតួខ្មៅ1វិនាទីអញ្ចឹង2បូក1ទៅជា3នៅត្រង់ហ្នឹងមាន2គ្រាប់មែនប៉ុន្តែដល់ពេលយើងលេងតែមួយគ្រាប់ទេលេងមួយគ្រាប់ហើយយើងរាប់2 3យើងបូកពេលចូលគ្នាតែម្ដងហ្នឹងយើងអនុវត្តសម្រាប់ណោតឲ្យដូចគ្នាបាទណោតឲ្យដូចគ្នានេះគឺគូអញ្ចឹងទៅបានថា3វិនាទីហើយបាទអញ្ចឹងឥឡូវខ្ញុំប្រាប់ពីរបៀបផ្ទះដៃទាំង2ជួរហ្នឹងតែម្ដងហើយចាំដល់ពេលនៅក្នុងវីដេអូទី15ខ្ញុំនឹងប្រាប់ពីរបៀបលេងថាតើយើងលេងយ៉ាងម៉េចពីជួរទី1ដល់ជួរទី2ហ្នឹងបាទអញ្ចឹងខ្ញុំសូមបង្ហាញនៅក្នុងនេះយើងមានណោតដូរេមីបាទចំពោះរបៀបមើលណោតបាទសូមមើលនៅក្នុងវីដេអូមុនដែលខ្ញុំបានតម្លែងនៅក្នុង comment ហ្នឹងព្រោះនោះគឺចាប់ផ្ដើមតាំងពីដំបូងទីមកមានតាំងពីការរឹតខ្សែរាប់ចង្វាក់តាមទម្រង់ហើយនឹងមើលណោតបាទឥឡូវខ្ញុំសូមបង្ហាញពីរបៀបផ្ទះដៃទាំងពីរជួរតែម្ដងអញ្ចឹងយើងបាន1 2 3 4ដូរេមី2រេមីហ្វា2មីហ្វាស2ហ្វាមីរេ2 3ឡាស2ឡាស2ឡាសឡាមីអេអូ2យើងអនុវត្តការផ្ទះដៃលើគូតបតិចបានដែរគូតបតិចតិចទេគូតបតិចតិចទេព្រោះនៅផ្ទះឬក៏សន្ទុះនៅកន្លែងធ្វើការឬក៏នៅថ្នាក់រៀនយើងមិនអាចលេងឧបករណ៍បានទេបាទអញ្ចឹងយើងអាចផ្ទះដៃឬក៏ពេលខ្លះនៅផ្ទះយើងកាន់ឧបករណ៍ដែរតែយើងធុញក្នុងការលេងឧបករណ៍អញ្ចឹងមកត្រឡប់មកការអានវិញព្រោះកាលណាអានត្រូវគឺលេងត្រូវដែរបាទអញ្ចឹងយើងសូមបង្ហាញម្ដងទៀត1 2 3 4ដូរេមី2រេមីហ្វា2មីហ្វាស2ហ្វាមីរេ2 3ឡាស2ឡាស2ឡាសតាមីរេដូ2បាទអញ្ចឹងសូមអនុវត្តការផ្ទះដៃទៅតាមណោតដែលខ្ញុំបានបង្ហាញក្នុងវីដេអូហ្នឹងតែបើចាំបានមេរៀនហ្នឹងអាចឆាតមក Telegram ដែលខ្ញុំដាក់នៅខាងលើបាទជួបគ្នានៅក្នុងវីដេអូទី15